ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីបទបញ្ញត្តិថ្មីរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនស្ដីពីគោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារដើម្បីនាំចូលទៅកាន់ប្រទេសចិនអគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជននិងភាគីពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបថាអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនបានដាក់ចេញនៅបទបញ្ញត្តិថ្មីស្ដីពីគោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារសម្រាប់ការនាំចូលផលិតផលចំណីអាហារទៅកាន់ប្រទេសចិនបទបញ្ញត្តិថ្មីនេះមានគោលបំណងធានាសុវត្ថិភាពចំណីអាហារនាំចូលក្នុងប្រទេសចិននិងបន្តនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី1ខែមិថុនាឆ្នាំ2026ដើម្បីធានាបាននៅដំណើរការនាំចេញផលិតផលចំណីអាហារពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាសូមសហគ្រាសផលិតចំណីអាហារដែលមានបំណងនាំផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិនទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងត្រៀមលក្ខណៈអនុវត្តស្របតាមនីតិវិធីនិងបទបញ្ញត្តិថ្មីដោយមានចែងនៅក្នុងឯកសារភ្ជាប់មកជាមួយព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ